សួស្តីប្រិយមិត្តដែលបានស្ដាប់នៅក្នុង Channel YouTube របស់ខ្ញុំបាទតារាខ្មែរលុយថ្ងៃនេះខ្ញុំបាទសូមធ្វើការរៀបរាប់និងនិយាយត្រួសអំពីអាវុធរបស់កម្ពុជាដែលបងប្អូនមិនដែលស្គាល់ធ្លាប់ស្គាល់តែអាវុធទំនើបអធិរាជ MB មកត្រីមួយថ្ងៃនេះខ្ញុំនឹងលើកមកនិយាយអំពីអធិរាជ THAAD 90B ម្ដងTHAAD 90B គឺជាយានយុទ្ធសាស្ត្រទំនើបមួយដែលត្រូវបានប្រើប្រាស់ក្នុងកងទ័ពកម្ពុជាដើម្បីបង្កើនសមត្ថភាពការពារជាតិនិងការឆ្លើយតបលើស្ថានភាពយោធាសម័យថ្មី THAAD 90B ត្រូវបានអភិវឌ្ឍដោយបច្ចេកវិទ្យាយោធាទំនើបពីបរទេសហើយត្រូវបាននាំចូលមកកម្ពុជាដើម្បីបំពេញតម្រូវការកងទ័ពក្នុងសម័យទំនើបរចនាសម្ព័ន្ធរឹងមាំយាន THAAD 90B មានរចនាសម្ព័ន្ធដៃការពារដ៏រឹងមាំអាចការពារកងទ័ពពីគ្រាប់អាវុធសត្រូវនិងគ្រោះថ្នាក់នៅលើសមរភូមិសមត្ថភាពចលនាជាមួយម៉ាស៊ីនមានកម្លាំងខ្ពស់ THAAD 90B អាចធ្វើចលនាបានលឿនទោះជាលើដីទឹកដីភ្ជក់ឬផ្លូវលំបាកក៏ដោយដែលសាក់ស្របនឹងភូមិសាស្ត្រកម្ពុជាអាវុធភ្ជាប់THAAD 90B ត្រូវបានបំពាក់ដោយអាវុធស្វ័យប្រវត្តិនិងប្រព័ន្ធបាញ់គាំទ្រដែលអាចប្រើសម្រាប់ការការពារនិងការវាយប្រហារបានយ៉ាងមានប្រសិទ្ធភាពសមត្ថភាពដឹកជញ្ជូនកងទ័ពយាននេះអាចដឹកជញ្ជូនទាហានជាច្រើនអ្នកចូលទៅកាន់តំបន់ប្រតិបត្តិការដោយមានសុវត្ថិភាពនិងល្បឿនលឿនបច្ចេកវិទ្យាទំនើបTHAAD 90B មានប្រព័ន្ធទំនាក់ទំនងនិងការគ្រប់គ្រងទំនើបដែលជួយឲ្យការបញ្ជាការនៅលើសមរភូមិមានភាពច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់ការប្រើប្រាស់ក្នុងការវឹកហាត់កងទ័ពកម្ពុជាបានប្រើ THAAD 90B ក្នុងការវឹកហាត់យោធាដើម្បីបង្កើនជំនាញការសម្របសម្រួលនិងការត្រៀមខ្លួនសម្រាប់ការពារជាតិតួនាទីក្នុងការការពារជាតិ THAAD 90B ជាផ្នែកសំខាន់មួយក្នុងយុទ្ធសាស្ត្រការពារជាតិរបស់កម្ពុជាបង្ហាញពីការរីកចម្រើននិងភាពទំនើបនៃកងទ័ពជាតិជាសរុបTHAAD 90B Cambodia មិនត្រឹមតែជាយានយុទ្ធសាស្ត្រទំនើបប៉ុណ្ណោះទេប៉ុន្តែជាសញ្ញានៃកម្លាំងសមត្ថភាពនិងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិអរគុណសម្រាប់ការទស្សនាវីដេអូនេះ